ទេមួយក្នុងការសម្រេចចិត្តថាតើនៅtrongសប្តាហ៍នេះគួរតែបដិបដារៀននឹងអត់ព្រោះរៀនចែកហើយយើងបាច់តែបដិបដាអីទៀតចឹងណាគឺទៅគ្រូបាទចឹងអានេះជាគោលបំណងនៅក្នុងវិទ្យាគូគ្រូជារូបចឹងណាគ្រូបាទអានេះគឺជាផ្នែកទី2នៃការស្វែងរកតម្លៃណាចឹងរូបភាពពីផ្នែកទី2នេះគឺយើងផ្ដោតទៅលើឧបករណ៍ចឹងណាចឹងខ្ញុំជម្រាបជូនគ្រូអ្នកគ្រូចឹងតាមពីបដិបដារបស់យើងគឺយើងមានចាត់តាំងពីថ្នាក់បញ្ញត្តិសម្រាប់ថ្នាក់វិញ្ញាណបានសត្វមួយគ្រឿងទៀតក៏ដល់ថ្នាក់បណ្ឌិតបាទតែនៅក្នុងឧបករណ៍នេះគឺយើងបច្ចុប្បន្ននេះយើងមានតែកម្រិតបញ្ញត្តិបត្រនិងបញ្ញត្តិពុទ្ធទីចឹងនៅក្នុងនេះគឺយើងស្វែងចែកទៅជាផ្នែកទៅទៀតដែលទី1គឺឧបករណ៍សម្រាប់ DATUP គឺឧបករណ៍សម្រាប់ស្វែងរកតម្លៃអ្នកសិក្សាថ្នាក់បញ្ញត្តិវិជ្ជាជីវៈគ្រូបង្រៀននៅក្នុងកម្មវិធីយើងពុទ្ធវិទ្យាណាដល់ពេលទី2គឺសម្រាប់ DALP បាទ DALP គឺដូចមកវិញទៅខ្ញុំជម្រាបជូនមិញគឺថ្នាក់បញ្ញត្តិអប់រំជំនាញគ្រប់គ្រងអប់រំនិងយុទ្ធសាស្ត្រសហគមន៍សាលារៀនសម្រាប់មធ្យមសិក្សានៅក្នុងកម្មវិធីពុទ្ធគណគណៈគ្រប់គ្រងសាលារៀនបាទហើយទីផ្សេងទៀតគឺសម្រាប់អនុបណ្ឌិតណាគឺថ្នាក់អនុបណ្ឌិតគឺយើងមានឧបករណ៍ដែលសម្រាប់ឲ្យលោកគ្រូក្នុងការស្វែងរកតម្លៃបាទអូខេអានេះគឺជាទស្សនវិជ្ជាជឿនៃឧបករណ៍ស្វែងរកតម្លៃដែលលោកគ្រូត្រូវចូលរបបវិញណាចឹងជារួមមានប៉ុណ្ណឹងចឹងពេលដែលលោកគ្រូចូលនៅក្នុង Google Form ទៅដែលខ្ញុំនិយាយគឺលោកគ្រូនឹងឃើញហើយសូមឲ្យលោកគ្រូជួយការស្វែងរកតម្លៃដោយស្មោះត្រង់ដោយស្មោះត្រង់ព្រោះនៅពេលដែលលោកគ្រូស្វែងរកតម្លៃមកដែលមិនត្រឹមត្រូវដូចខ្ញុំជម្រាបខាងដើមចឹងទី1គឺកម្មវិធីពិបាកក្នុងការសម្រេចចិត្តនៅក្នុងការប្រកបដោយទី2ពេលដែលគ្រូស្វែងរកតម្លៃក្នុងឧបករណ៍ហ្នឹងទៅហើយយើងពិនិត្យថាឃើញផ្នែកណាមួយដែលមិនមានប្រយោជន៍គឺយើងលុបមុខវិជ្ជាណាមួយចាញ់ហើយយើងទៅជួបដល់មុខវិជ្ជាថ្មីតែអានេះគឺជាផលជាអ្វីដែលគ្រូត្រូវយកចិត្តដាក់ចឹងណាហើយនៅត្រឹមមួយទេប៉ុន្តែគ្រូអ្នកគ្រូដាក់ទីដាក់3ដាក់យកចិត្តទៅអានេះវាពេលដែលគេកំណត់ខ្លឹមសារបដិបដាគ្រូអ្នកគ្រូនឹងបាច់ខ្លឹមសារខ្លះដោយសារអីដោយសារតែកម្មវិធីបដោតពីមេរៀនណាមួយដែលគ្រូពិចារណាទៅចែកឯចឹងទៅចឹងណាចឹងឧទាហរណ៍ជំនួយឲ្យជាក់ស្ដែងមួយជំនួយឧទាហរណ៍តែខ្ញុំសួរគ្រូពីនិយាយបាទពីចំនួនសាច់ដែលគ្រូបានជួយបង្កើតក្លឹបស្វ័យសិក្សា